ងខ្ញុំស្ដាប់ពេលដែលគេនិយាយអង់គ្លេសខ្ញុំស្ដាប់គេយល់ប៉ុន្តែដល់វេនខ្ញុំនិយាយវិញខ្ញុំមិនដឹងថានិយាយថាម៉េចនេះគឺជាសំណួរដែលខ្ញុំទទួលបានច្រើនជាងគេតែម្ដងគឺជាសំណួរដែលខ្ញុំទទួលបានច្រើនជាងគេតែម្ដងគាត់លើកឡើងមកថាបងឬក៏អ្នកគ្រូជួយពិនិត្យមើលថាខ្ញុំត្រូវជាមួយនឹងថ្នាក់មួយណាដោយសារខ្ញុំស្ដាប់និយាយអង់គ្លេសខ្ញុំស្ដាប់គេយល់មិនថាតើនៅក្នុងកិច្ចប្រជុំមិនថានៅក្នុងការសន្ទនាទេខ្ញុំដឹងពីអត្ថន័យដែលគេចង់មកនិយាយចំពោះខ្ញុំប៉ុន្តែដល់វគ្គខ្ញុំឆ្លើយទៅគេវិញដល់វេនដែលខ្ញុំត្រូវនិយាយវិញគឺខ្ញុំរនឹកពាក្យនិយាយអត់ឃើញតែម្ដងចឹងថ្ងៃហ្នឹងយើងមកដឹងពីមូលហេតុទាំងអស់គ្នាហេតុអីបានស្ដាប់គេយល់ប៉ុន្តែដល់វេនដែលយើងត្រូវនិយាយយើងនិយាយរនឹកពាក្យអត់ដឹងថាខ្លួនឯងត្រូវនិយាយអីសោះហ្មងការពិតជាក់ស្ដែងទៅឲ្យតែអ្នកធ្លាប់រៀនភាសាអង់គ្លេសដឹងតែធ្លាប់ជួបប្រទះនៅការគិតបែបហ្នឹងដូចគ្នាអូខ្ញុំស្ដាប់គេយល់តើខ្ញុំដឹងថាគេនិយាយពីអីខ្ញុំដឹងថាកិច្ចប្រជុំហ្នឹងគេចង់និយាយពីអីម្នាក់ហ្នឹងគាត់និយាយភាសាអង់គ្លេសមកខ្ញុំស្ដាប់គេយល់គ្រាន់តែខ្ញុំពេលហ្នឹងមិនដឹងថាគួរឆ្លើយភាសាអង់គ្លេសទៅកាន់គេបែបម៉េចការពិតអានឹងគ្រាន់តែជាវដ្តនៃការរៀនសិក្សានិយាយទៅគឺគ្រាន់តែជាវដ្តនៃការសិក្សាវដ្តនៃការរៀនភាសាអង់គ្លេសតែម្ដងដំណាក់កាលនៅក្នុងការរៀនភាសាអង់គ្លេសនៅពេលដែលយើងចេះអានពាក្យនៅពេលដែលយើងរៀនពីប្រយោគនៅពេលដែលយើងរៀនពី grammar sentence structure បន្ទាប់មកយើងរៀនពីការអានយើងរៀនពីការសរសេរនៅពេលដែលដំណាក់កាលនៅក្នុងការដំណាក់កាលដែលយើងអនុវត្តនៅក្នុងការនិយាយយើងដឹងតែត្រូវជួបប្រទះនឹងហេតុការណ៍បែបហ្នឹងតែម្ដងការដែលខ្ញុំរៀននិយាយភាសាអង់គ្លេសដំបូងក៏បែបហ្នឹងដែរបងប្អូនខ្ញុំស្ដាប់គេយល់តាអ្នកដែលគាត់សន្ទនាជាមួយនឹងខ្ញុំស្ដាប់អ្វីដែលគាត់និយាយជាមួយនឹងខ្ញុំយល់ប៉ុន្តែដល់ពេលដែលខ្ញុំឆ្លើយទៅកាន់ភាសាអង់គ្លេសខ្ញុំអត់មានភាពក្លាហាននៅក្នុងការឆ្លើយជាភាសាអង់គ្លេសទេនៅពេលហ្នឹងគឺខ្ញុំគិតថាតិចម្នាក់ហ្នឹងគិតថាខ្ញុំអាយុច្រើនជាងគាត់ហើយខ្ញុំអត់ចេះអង់គ្លេសទៅតិចពេលហ្នឹងខ្ញុំនិយាយទៅខ្ញុំខុសតង់ទៅពេលហ្នឹងខ្ញុំគិតបែបហ្នឹងខ្ញុំស្ដាប់គេយល់ក៏ប៉ុន្តែខ្ញុំស្ដាប់គេយល់ប៉ុន្តែខ្ញុំអត់ឆ្លើយតបជាមួយនឹងគេជាភាសាអង់គ្លេសខ្ញុំបែរជាឆ្លើយតបជាមួយនឹងគេជាភាសាខ្មែរទាំងដែលក៏ប៉ុន្តែខ្ញុំក៏ចេះអង់គ្លេសខ្ញុំក៏អាចឆ្លើយតបជាមួយនឹងគេបានដែរប៉ុន្តែខ្ញុំជឿរើសនិយាយជាភាសាខ្មែរវិញនៅពេលហ្នឹងទាំងដែលការសន្ទនារបស់ពួកយើងគាត់និយាយមកខ្ញុំអង់គ្លេសសុទ្ធតែពេលខ្ញុំនិយាយមួយគាត់ខ្មែររហូតដោយសារអីពេលហ្នឹងគឺខ្ញុំមានភាពភ័យខ្លាចខ្ញុំអត់ហ៊ាននិយាយតែខ្ញុំខ្លាចថាខ្ញុំនិយាយទៅគឺខ្ញុំខុសហើយខ្ញុំខ្លាចគាត់គិតថាខ្ញុំនឹងអាយុច្រើនជាងខ្ញុំមានថារៀនបានខ្ពស់ហើយដល់ថ្នាក់ណាថ្នាក់អីចឹងហើយនៅតែនិយាយតង់អត់ត្រូវអីចឹងណាពេលហ្នឹងខ្ញុំគិតបែបហ្នឹងព្រោះពេលខ្ញុំទៅចាប់ទី12ថ្មីថ្មោងអង់គ្លេសខ្ញុំនៅពាក់អីហើយខ្ញុំទៅនិយាយមួយបងប្អូនទី10ទី11អញ្ចឹងហើយអង់គ្លេសគាត់មករាវហ្មងអញ្ចឹងពេលហ្នឹងខ្ញុំមិនហ៊ាននិយាយមួយគាត់ហ្មងអញ្ចឹងថងចំណុចហ្នឹងចង់ប្រាប់ទៅកាន់បងប្អូនអ្នកគ្នាថាវាគ្រាន់តែជាវដ្តនៃការសិក្សាទេឲ្យតែយើងត្រូវរៀនភាសាអង់គ្លេសដឹងតែយើងជួបប្រទះនៅវដ្តមួយហ្នឹងហ្មងនៅដំណាក់កាលមួយហ្នឹងហ្មងគឺដំណាក់កាលដែលយើងស្ដាប់គេយល់ប៉ុន្តែអត់ទាន់ហ៊ាននិយាយជាភាសាអង់គ្លេសទៅកាន់គេវិញការប៉ុន្តែការដែលបងប្អូនអ្នកគ្នាស្ដាប់គេយល់បានន័យថាយើងជាអ្នករៀនសូត្រនិងហ្វឹកហាត់ទៅលើភាសាអង់គ្លេសនឹងស្រាប់ហើយគ្រាន់តែថាការដែលយើងរៀននឹងយើងរៀនផ្ដោតទៅលើការអានការស្ដាប់ការសរសេរប៉ុន្តែយើងភ្លេចរៀនផ្ដោតទៅលើការអនុវត្តការនិយាយអានឹងបើខ្ញុំលើកឧទាហរណ៍ទៅប្រៀបដូចជាការដែលយើងរៀនធ្វើម្ហូបឧទាហរណ៍ថាយើងរៀនធ្វើម្ហូបប៉ុន្តែការដែលយើងរៀនធ្វើម្ហូបហ្នឹងគឺយើងរៀនធ្វើម្ហូបតាមរយៈការអាននៅក្នុងសភៅគេប្រាប់ instruction ការណែនាំគេអូចង់ធ្វើម្ហូបអីចឹងដាក់ប៊ីចេងក្លាសភាដាក់អំបិលក្លាសភាដាក់ដលងដាក់អីចឹងទៅយើងអានសភៅយើងដឹងតែទៅពេលដែលយើងមកធ្វើម្ហូបជាក់ស្ដែងពេលយើងធ្វើទៅយើងអត់តន់ឆ្ងាញ់ភ្លាមទេយើងបែរជានិយាយថាអូខ្ញុំខំរៀនធ្វើម្ហូបដែរប៉ុន្តែធ្វើអត់ឆ្ងាញ់សោះហេតុអីដោយសារយើងមិនបានរៀនអនុវត្តហ្នឹងយើងរៀនតាមរយៈការអានសភៅយើងរៀនតាមរយៈការមើលវីដេអូហ្នឹងប៉ុន្តែយើងអត់បានរៀនអនុវត្តផ្ទាល់ផងហ្នឹងបើរៀនអនុវត្តផ្ទាល់ធ្វើលើកទី1ប្រហែលវារៀងខុសគ្រឿងជូរតិចហឹលតិចវាអត់ទាន់ត្រូវមាត់យើងតែពេលយើងធ្វើលើកទី2លើកទី3យើងដឹងថាអូអានេះយើងដាក់បន្តិចបានដែរព្រោះវាមិនមែនជាយើងអត់ចូលចិត្តហឹលពេលយើងអត់ចូលចិត្តជូរពេកយូរទៅបានយើងធ្វើទៅវាត្រូវចំណង់ចិត្តរបស់យើងសូម្បីតែការរៀនបើកឡានក៏ដូចគ្នាដែរបងប្អូនទាំងអស់គ្នាគាត់ថាខ្ញុំខំរៀនបើកឡានប៉ុន្តែនៅតែអាយ៉ែអត់ទាន់ចូលចំណតបានស្អាតទៀតដោយសារអីដោយសារយើងមិនមែនបានរៀនអនុវត្តទេយើងរៀនបើកឡានតាមរយៈអានសភៅវិញឃើញកន្លែងនេះយើងមើលកញ្ចក់ចេះទៅយើងកាច់ចូលទៅឬក៏សញ្ញាហ្នឹងគឺជិះគេឲ្យជិះទៅ10គីឡូម៉ែត្រក្នុង1ម៉ោង20គីឡូម៉ែត្រក្នុង1ម៉ោងសញ្ញាហ្នឹងគឺឲ្យឈប់យើងរៀនតាមរយៈការអានសភៅយើងរៀនតាមរយៈការមើលវីដេអូតទៅពេលដល់យើងទៅបើកឡានជាក់ស្ដែងយើងបើកទៅអត់ស្អាតបើកចូលចំណតអត់ស្អាតដោយសារយើងអត់រៀនបានអនុវត្តផងហ្នឹងបើតាក់ទងជាមួយនឹងការរៀនភាសាអង់គ្លេសក៏ដូចគ្នាដែរយើងបញ្ចូលចំណេះដឹងច្រើនណាប៉ុន្តែយើងអត់បានយកវាទៅអនុវត្តយើងអត់បានប្រើប្រាស់ពាក្យហ្នឹងទេ
វាប្រៀបដូចជាការដែលបងប្អូនអ្នកគ្នារៀនពាក្យច្រើនមែនតើ1000 2000ពាក្យ5000ពាក្យពាក្យណាក៏យើងចេះដែរប៉ុន្តែយើងអត់ដែរយកវាទៅអនុវត្តតែពេលយើងអត់ដែរយកវាទៅអនុវត្តយើងពិបាកនៅក្នុងការឆ្លើយឆ្លងហើយសន្ទនាជាមួយនឹងអ្នកដទៃការរៀនអត់ខុសទេការដែលបងប្អូនអ្នកគ្នារៀនពាក្យថ្មីរៀនអានរៀនសរសេររៀនស្ដាប់ហ្នឹងគឺអត់ខុសទេគឺជារឿងដែលត្រឹមត្រូវអ្វីដែលខុសគឺរៀនហើយអត់យកវាទៅអនុវត្តយើងបញ្ចូល input ច្រើនពេកអត់ដែរ output ទៅវិញអត់ដែរបញ្ចេញអត់ដែរអនុវត្តពាក្យដែលយើងបានរៀននឹងទៅវិញអញ្ចឹងយើងរៀនហើយយើងមិនដឹងថាគួរប្រើប្រាស់ពាក្យហ្នឹងនៅក្នុងកលៈទេសៈបែបណាអ្វីដែលបងប្អូនអ្នកគ្នាអាចធ្វើបានអនុវត្តនៅក្នុងការនិយាយមិនមែនការដែលយើងរៀនស្ដាប់រៀនអានរៀនសរសេរហ្នឹងចាប់ទុកថាជាការដែលយើងអនុវត្តក្នុងការនិយាយណាអត់ទេរៀននិយាយគឺសេងហ្មងបើថាចង់ចេះនិយាយតើតែយើងចាប់ផ្ដើមនិយាយដោយការដែលខ្ញុំចាប់ផ្ដើមនិយាយភាសាអង់គ្លេសដូចកលៈទេសៈដំបូងមិនអញ្ចឹងណាខ្ញុំស្ដាប់គេយល់ដូចគ្នាគេសន្ទនាមកខ្ញុំស្ដាប់គេយល់កិច្ចប្រជុំមួយហ្នឹងគេនិយាយពីអីខ្ញុំយល់ទាំងអស់ដល់វគ្គដែលគេឲ្យខ្ញុំផ្ដល់បញ្ចេញមតិដល់វគ្គដែលខ្ញុំត្រូវឆ្លើយជាមួយនឹងគេវិញខ្ញុំអត់ឆ្លើយជាភាសាអង់គ្លេសខ្ញុំបែរជាឆ្លើយជាភាសាខ្មែរដោយសារពេលហ្នឹងខ្ញុំខ្លាចហេតុអីព្រោះវាជាលើកដំបូងរបស់ខ្ញុំដែលខ្ញុំស្ដាប់គេយល់ប៉ុន្តែខ្ញុំអត់ហ៊ាននៅក្នុងការឆ្លើយតបជាមួយនឹងគេវិញពេលហ្នឹងនិយាយថា2 3ដងដែរដែលគេនិយាយអង់គ្លេសមកឲ្យយើងនិយាយខ្មែរទៅគេវិញរហូតដោយសារអីយើងមានភាពភ័យខ្លាចអញ្ចឹងអ្វីដែលបងប្អូនទាំងគ្នាអាចធ្វើបានអនុវត្តការនិយាយភាសាអង់គ្លេសហើយវាជារឿងធម្មតាទេបើយើងបង្កើតកំហុសតែសំខាន់អនុវត្តទៅហើយរឿងបង្កើតកំហុសនៅក្នុងការនិយាយជាភាសាអង់គ្លេសហ្នឹងគឺវាជារឿងធម្មតាតែម្ដងឲ្យតែអ្នកធ្លាប់រៀនភាសាដឹងតែធ្លាប់បង្កើតកំហុសហើយគ្រាន់តែថាគេរៀនមុនយើងគេបង្កើតកំហុសមុនយើងគេកែបានមុនយើងតែពេលយើងរៀនក្រោយគេបង្កើតកំហុសក្រោយគេអញ្ចឹងវាជារឿងធម្មតាទេតែគេរៀនមុនគេចេះមុនឯងយើងរៀនក្រោយយើងបង្កើតកំហុសបន្ទាប់មកយើងកែប្រែវាទៅយើងអាចនិយាយបានល្អដូចគេវិញដែរប៉ុន្តែទោះបីខ្ញុំមកដល់បច្ចុប្បន្ននេះដល់អនុបណ្ឌិតខាងផ្នែកភាសាអង់គ្លេសហ្នឹងមិនក្រោយក៏ពេលខ្លះនៅបង្កើតកំហុសដូចគ្នា ខុស pronunciation ខុស grammar mistake ដូចគ្នាពេលខ្លះហើយយើងក៏ត្រូវនៅកែដូចគ្នាដែរហើយតែបងប្អូនអ្នកគ្នាដឹងថាកាន់តែរៀនគឺកាន់តែឃើញអ្វីដែលខ្លួនឯងអត់ចេះកាន់តែរៀនកាន់តែឃើញពាក្យថ្មីកាន់តែរៀនកាន់តែឃើញវេយ្យាករណ៍ដែលខ្លួនឯងអត់ដែលឃើញវាពីមុនអញ្ចឹងណាអញ្ចឹងកាន់តែរៀនគឺកាន់តែអត់ចេះឃើញអីថ្មីមករហូតហ្មងអញ្ចឹងសំខាន់ឲ្យតែយើងរៀនទៅតែសម្រាប់ខ្ញុំភាសាអង់គ្លេសខ្ញុំអាចប្រើការវាបានមកល្មមនៅក្នុងការដែលខ្ញុំអាចចូលរួមកិច្ចប្រជុំធ្វើ presentation ឬក៏ការសន្ទនាអីផ្សេងៗគឺខ្ញុំអាចប្រើការវាបានដែរប៉ុន្តែហ្នឹងហើយពេលខ្លះក៏នៅខុសដូចគ្នាសំខាន់ឲ្យតែយើងនៅតែបន្តសិក្សារៀនសូត្រវារហូតអញ្ចឹងឲ្យតែសំខាន់អនុវត្តទៅដំបូងអាចនឹងបង្កើតកំហុសប៉ុន្តែចង់ប្រាប់បងប្អូនអ្នកគ្នាថាវាជារឿងធម្មតាទេឲ្យតែអ្នករៀនអ្នកណាក៏បង្កើតកំហុសដែរអ្នករៀនមុនគាត់បង្កើតកំហុសមុនអញ្ចឹងទៅយើងរៀនក្រោយគាត់យើងបង្កើតកំហុសក្រោយគាត់ទៅបើយើងនិយាយតទៅជាមួយនឹងការអនុវត្តនិយាយភាសាអង់គ្លេសវាមានច្រើនរបៀបទី1បងប្អូនអ្នកគ្នាអាចអនុវត្តការនិយាយជាមួយខ្លួនឯងបានព្រោះខ្ញុំដឹងថាការនិយាយជាមួយអ្នកដទៃលើកដំបូងជាភាសាអង់គ្លេសដឹងតែមានអារម្មណ៍អៀនខ្មាស់ខ្លាចគេគិតថាតែអាយុច្រើនហើយរៀនថ្នាក់ធំហើយនៅអត់ទាន់ចេះអង់គ្លេសនិយាយខុសតង់ការពីខ្ញុំនិយាយដំបូងក៏ខ្ញុំមានអារម្មណ៍ដូចគ្នាដែរតែនិយាយមួយបងប្អូនថ្នាក់ទី10ទី11ខ្លួនឯងចាប់ទី12ហើយអង់គ្លេសនៅពេលហ្នឹងអត់ហ៊ានឆ្លើយតបជាមួយបងប្អូនជាភាសាអង់គ្លេសវិញទេនិយាយខ្មែរសតទៅគាត់ហ្មងគាត់និយាយអង់គ្លេសមកយើងទាំងអស់យើងខ្មែរសតទៅគាត់ទាំងអស់ហ្មងដោយសារពេលអីពេលហ្នឹងយើងអៀនតទៅពេលអញ្ចឹងអ្វីដែលយើងអាចធ្វើបានដំបូងគេអ្វីដែលបងប្អូនអាចធ្វើបានអ្វីដែលបងប្អូនអ្នករៀនភាសាអង់គ្លេសអាចធ្វើបានហ្មងអនុវត្តការនិយាយភាសាអង់គ្លេសជាមួយនឹងខ្លួនឯងឃើញអីនិយាយហ្នឹងឧទាហរណ៍ថ្ងៃនេះយើងរៀនប្រហែលមុខវិជ្ជា4មុខវិជ្ជា Oh today is Wednesday and I'm studying 4 subjects there are Math P6 ឬក៏មុខវិជ្ជាផ្សេងៗទៀតអញ្ចឹងទៅយើងរៀននិយាយជាមួយខ្លួនឯងហ្មងថ្ងៃហ្នឹងញ៉ាំម្ហូបអីម៉ាក់ធ្វើម្ហូបឬក៏អ្នកណាធ្វើម្ហូបគឺរៀននិយាយជាមួយនឹងខ្លួនឯងដូចរៀននិយាយជាមួយនឹងមុខកញ្ចក់ជាមួយនឹងខ្លួនឯងតែម្ដងបើបងប្អូនអ្នកគ្នាទៅសួរមិត្តភក្តិខ្ញុំដឹងតែម្ដងគឺខ្ញុំជឿចិត្តនិយាយជាមួយខ្លួនឯងខ្លាំងមែនតើព្រោះអីខ្ញុំនិយាយជាមួយខ្លួនឯងក្នុងការដែលខ្ញុំអនុវត្តការនិយាយភាសាអង់គ្លេសរបស់ខ្ញុំហើយទទួលស្គាល់ពេលដែលយើងអនុវត្តក្នុងការនិយាយភាសាអង់គ្លេសជាមួយនឹងខ្លួនឯងយើងអត់ដឹងថាខ្លួនឯងនិយាយត្រូវឬក៏ខុសទេប៉ុន្តែសូមបន្តការអនុវត្តនិយាយជាមួយនឹងខ្លួនឯងចុះកាលណាបងប្អូនអ្នកគ្នារៀនបន្តទៅមុខទៅយូរទៅយើងនឹងដឹងដល់ខ្លួនឯងថាអូក៏ពិតឡៃហ្នឹងគេមិនមែនអាន pronunciation ទេគេអាន pronunciation ទេចឹងទៅយូរទៅគឺយើងនឹងដឹងដល់ខ្លួនឯងតែម្ដងថាអូអូខេឡៃហ្នឹងខ្ញុំអានខុសហើយឡៃហ្នឹងខ្ញុំនិយាយខុសហើយអញ្ចឹងយើងអាចត្រឡប់មកកែវាបានសារជាថ្មីអត់អីទេព្រោះខ្ញុំទទួលស្គាល់អនុវត្តការនិយាយមួយខ្លួនឯងយើងអត់ដឹងថាយើងនិយាយខុសឬនិយាយត្រូវទេប៉ុន្តែតនេះឲ្យអនុវត្តបន្តនិយាយជាមួយខ្លួនឯងបន្តនិយាយជាមួយនឹងមុខកញ្ចក់ទៀតចុះប៉ុន្តែពេលដែលយើងដឹងថាខ្លួនឯងនិយាយខុសហើយកែប្រែវាឡើងមកវិញមកហ្នឹងគឺនឹងឲ្យជាការដែលយើងអាចកែប្រែកំហុសបានការអនុវត្តទី2គឺខ្ញុំទទួលស្គាល់ណា
ការដែលខ្ញុំចេញនិយាយអង់គ្លេសលឿនបំផុតដោយសារតែពេលហ្នឹងកលៈទេសៈបខំខ្ញុំជាមនុស្សដែលអត់ចូលចិត្តនៅមើលកន្លែងនេះការខ្ញុំរៀននៅវិទ្យាល័យឬក៏សាកលវិទ្យាល័យអីឆ្នាំទី1ទី2ខ្ញុំចូលរួមការងារស្ម័គ្រចិត្តចូលរួមការងារប្រគំចេញអញ្ចឹងទៅហើយការងារស្ម័គ្រចិត្តតម្រូវខ្ញុំនិយាយជាភាសាអង់គ្លេសពេលហ្នឹងគឺត្រូវទៅទទួលគណៈប្រតិភូយុវជនពីប្រទេសអាស៊ានបងប្អូនគិតមើលបើខ្ញុំនិយាយខ្មែរគេស្ដាប់ខ្ញុំយល់អត់គេស្ដាប់ខ្ញុំអត់យល់ទេអញ្ចឹងពេលហ្នឹងទោះបីជាខ្ញុំភ័យខ្ញុំរនឹកពាក្យអត់ឃើញខ្ញុំត្រូវតែរនឹកពាក្យដែលទោះបីជាខ្ញុំត្រូវចំណាយពេល oh can I have you or you can sleep here or this is our meeting room for today អញ្ចឹងគឺទោះអត់ចេះនិយាយក៏ត្រូវតែរនឹកពាក្យមកនិយាយដើម្បីឆ្លើយឆ្លងជាមួយនឹងពួកគាត់បានដែរកលៈទេសៈបែបហ្នឹងគឺបង្ខំឲ្យខ្ញុំនិយាយអង់គ្លេសហ្មងអញ្ចឹងមកពេលដែលខ្ញុំចូលទៀតអង់គ្លេសខ្ញុំជឿចាប់ផ្ដើមដំណើរការធម្មតាហ្មងដោយសារពាក្យហ្នឹងខ្ញុំប្រើតរ៉ែហីទទួលគណៈបដិភូយុវជនតរ៉ែហ្នឹងគ្រាន់តែមនុស្សខុសគ្នាប៉ុន្តែការសន្ទនារបស់ពួកខ្ញុំគឺតរ៉ែទេគឺនិយាយពីប្រទេសកម្ពុជាសួរសុខទុក្ខគាត់ណែនាំគាត់នេះគឺបន្ទប់ប្រជុំរបស់យើងហើយនេះគឺជាប្រធានបទដែលយើងនឹង discussion ហើយពេលខ្លះ speech ពួកខ្ញុំតែជា LO ពេលដែលគណៈបដិភូយុវជនគាត់អញ្ជើញមកអញ្ចឹងពួកខ្ញុំត្រូវបកប្រែសន្ទរកថាដែលថ្នាក់ដឹកនាំគាត់និយាយជាភាសាខ្មែរនោះទៅជាភាសាអង់គ្លេសគាត់ស្ដាប់អញ្ចឹងពេលហ្នឹងខ្ញុំអត់ចេះអីក៏ដោយក៏ខ្ញុំត្រូវរនឹកឲ្យឃើញថាពាក្យហ្នឹងគឺនិយាយខ្លះពាក្យហ្នឹងភាសាអង់គ្លេសគេអានថាម៉េចចឹងក៏ភាសាបែបហ្នឹងគឺបង្ខំឲ្យខ្ញុំនិយាយជាភាសាអង់គ្លេសតែម្ដងបើនិយាយខ្មែរស្ដាប់គេមិនយល់តែខ្ញុំទទួលស្គាល់ពេលខ្លះបងប្អូនអ្នករៀនភាសាអង់គ្លេសអត់មានកលៈទេសៈណាដែលបង្ខំឲ្យពួកគាត់និយាយភាសាអង់គ្លេសទេបើកលៈទេសៈអត់បង្ខំភាគច្រើនយើងហីហ្មងតែខ្ញុំកលៈទេសៈបែបហ្នឹងគឺបង្ខំហ្មងបើអត់និយាយអង់គ្លេសមានពីណាស្ដាប់យើងយល់អញ្ចឹងពេលហ្នឹងគឺត្រូវតែនិយាយភាសាអង់គ្លេសហ្មងអញ្ចឹងបើអាចខ្ញុំ recommend បងប្អូនអ្នកគ្នាអាចប្រើប្រាស់ AI ឬក៏ website ផ្សេងៗដើម្បីសន្ទនាជាមួយនឹងជនជាតិគេផ្ទាល់កាលណាយើងសន្ទនាជាមួយនឹងជនជាតិគេផ្ទាល់ណាបងប្អូនគិតមើលយើងនិយាយខ្មែរគេស្ដាប់យើងយល់អត់គេស្ដាប់យើងអត់យល់ទេអញ្ចឹងកលៈទេសៈបែបហ្នឹងក៏វាធ្វើឲ្យបងប្អូនអ្នកគ្នាព្យាយាមរនឹកពាក្យនិយាយជាភាសាអង់គ្លេសដែរហើយ website ដែលខ្ញុំប្រើប្រាស់ការខ្ញុំរៀននេះ website នេះបងប្អូនឈ្មោះ Episoden អញ្ចឹងអាច download បានក្នុង iOS download អត់បានទេប៉ុន្តែសម្រាប់ Android download បានតែសម្រាប់អ្នក iOS អាចប្រើវានៅក្នុង Chrome បានណាបងប្អូនអញ្ចឹងបងប្អូនទាំងគ្នាអាចអនុវត្តភាសាអង់គ្លេសបងប្អូនទាំងគ្នាជាមួយនឹងជនជាតិបរទេសផ្ទាល់ហ្មងព្រោះបើយើងនិយាយជាមួយនឹងជនជាតិខ្មែរគ្នាឯងពេលខ្លះអាចគ្រាន់តែលើកកាយវិការទៅស្ដាប់គ្នាយល់ហ្មងតែបើមួយជនជាតិបរទេសគេអត់យល់ពីយើងទេអញ្ចឹងតើតើបងប្អូនទាំងគ្នាព្យាយាមរនឹកពាក្យហ្នឹងនិយាយជាភាសាខ្មែរហ្មងអញ្ចឹងអាចប្រើប្រាស់ website ប្រើប្រាស់ AI ឬក៏កម្មវិធីផ្សេងៗដែលបងប្អូនទាំងគ្នាស្គាល់ដើម្បីអនុវត្តភាសាអង់គ្លេសរបស់បងប្អូនទាំងគ្នាបានព្រោះយើងនេះតើពេលខ្លះតើកលៈទេសៈបខំបានយើងបញ្ចេញសមត្ថភាពរបស់យើងហ្មងបើមិនអញ្ចឹងទេហីអត់ចេះក៏អត់ចេះទៅនិយាយខ្មែរទៅគេស្ដាប់យល់ដូចគ្នាអញ្ចឹងត្រឡប់មកវិញស្ដាប់គេនិយាយភាសាអង់គ្លេសយល់ប៉ុន្តែអត់ដឹងថាឆ្លើយតបជាមួយគេវិញយ៉ាងណាវាគឺជារឿងធម្មតាទេវាគឺជាដំណាក់កាលនៅក្នុងការរៀនសូត្រយើងរៀនពាក្យយើងរៀនអីចេះហើយដល់ពេលដែលយើងចាប់ផ្ដើមព្យាយាមអនុវត្តយើងដឹងថាត្រូវជួបដំណាក់កាលមួយហ្នឹងហើយការខ្ញុំរៀនក៏ដូចគ្នាដែរគឺស្ដាប់គេយល់ប៉ុន្តែដឹងថាគេអត់ដឹងថាឆ្លើយតបទៅគេវិញថាម៉េចទេប៉ុន្តែនៅពេលដែលយើងជួបហេតុការណ៍នឹងដដែលហើយយើងព្យាយាមបខំឲ្យខ្លួនឯងនិយាយភាសាអង់គ្លេសទោះបីជាយើងនិយាយទៅតាក់ក៏ដោយនិយាយទៅយឺតក៏ដោយនិយាយទៅគេត្រូវចាំយើងរនឹកពាក្យហ្នឹងក៏ដោយតែសុំព្យាយាមនិយាយភាសាអង់គ្លេសចុះកុំពេលដែលគេនិយាយភាសាអង់គ្លេសមកយើងឆ្លើយតបជាភាសាខ្មែរដំបូងអាចថាយើងឆ្លើយតបជាភាសាខ្មែរព្រោះអីយើងទៅតែជួបហេតុការណ៍នឹងដំបូងហើយយើងមិនដឹងថាឆ្លើយតបជាមួយនឹងគេយ៉ាងណាប៉ុន្តែនៅពេលដែលបងប្អូនទាំងគ្នាជួបកលៈទេសៈនឹង2 3ដងហើយគឺអាចព្យាយាមនិយាយជាភាសាអង់គ្លេសបានហើយយូរទៅយើងនឹងចេះដោយឯងហ្មងបងប្អូនហើយ patient ត្រូវមានការអត់ធ្មត់មិនមែនបងប្អូនទាំងគ្នារៀននិយាយភាសាអង់គ្លេស2 3ថ្ងៃហើយបាត់មួយខែណាមិននិយាយ2 3អាទិត្យហើយបាត់កន្លះឆ្នាំអីមិនទៅអត់ទេណាព្យាយាមអត់ធ្មត់ហើយព្យាយាមអនុវត្តវាជារៀងរាល់ថ្ងៃនោះបងប្អូនទាំងគ្នាពិតជាអាចនិយាយភាសាអង់គ្លេសបានពិតប្រាកដតែម្ដងភាសាអង់គ្លេសវាមានពាក្យច្រើនវាមាន grammar ច្រើនខ្លាំងមែនតើយើងនៅតែត្រូវបន្តរៀនសូត្រហ្មងទោះបីខ្ញុំដល់ថ្នាក់អនុបណ្ឌិតក៏នៅតែត្រូវបន្តរៀនសូត្រដែរប៉ុន្តែខ្ញុំអាចមកប្រើការភាសាអង់គ្លេសរបស់ខ្ញុំបាននៅក្នុង presentation ឬក៏កិច្ចប្រជុំអីផ្សេងៗផងដែរអញ្ចឹងពីខ្ញុំទៅមានតែប៉ុណ្្នឹងទេវាគ្រាន់តែជាដំណាក់កាលមួយនៅក្នុងការសិក្សាទេយើងអនុវត្តវាឲ្យច្រើនដងអនុវត្តវាឲ្យជាប្រចាំទៅមិនយូរមិនឆាប់យើងគង់តែចេះនិយាយភាសាអង់គ្លេសដូចគ្នាសំខាន់ត្រូវមានភាពអត់ធ្មត់ហើយរៀនឲ្យបានចប់លុបផងដែរអរគុណហើយសង្ឃឹមថានឹងបានជួបបងប្អូនអ្នកគ្នានៅវីដេអូក្រោយទៀតបាយ